បាទសួរបងប្អូនបាទចឹងនេះសូមបង្ហាញពីមុខងារនៅលើកញ្ចក់កុងទ័ររបស់ម៉ូតូ ADV បាទអញ្ចឹងខ្ញុំសូមលើកបង្ហាញពីអក្សរ T បាទអញ្ចឹងអក្សរ T នេះគឺពាក្យពេញវាគឺនេះអក្សរ HSTC នេះអញ្ចឹងអក្សរ T នេះមានលក្ខណៈពិសេសនៅពេលដែលបងប្អូនជិះនៅលើផ្លូវល្អិតឬក៏ផ្លូវពិបាកជាពិសេសគឺនៅលើផ្លូវល្អិតបាទអញ្ចឹងប្រព័ន្ធនេះជួយសម្រួលឲ្យកង់ក្រោយរត់ស្មើកង់មុខបានន័យថាពេលដែលម៉ូតូយើងល្អិតវាមិនទួងកង់អញ្ចឹងប្រព័ន្ធនេះជួយឲ្យម៉ូតូយើងទួងកង់ទេបានន័យថាម៉ូតូយើងកង់មុខរត់ប៉ុណ្ណាកង់ក្រោយរត់ប៉ុណ្ណឹងហើយបើយើងចង់បិទប្រព័ន្ធនេះក៏បានដែរយើងចុចខាងស្ដាំនេះជាប់មកហើយវានឹងបិទហើយឃើញធីខ្វៃនេះបិទប្រព័ន្ធហ្នឹងហើយបានន័យថាពេលដែលយើងរត់នៅផ្លូវល្អិតកង់ក្រោយវិលលឿនធម្មតាវិលតាមរ៉ាហើយនឹងទួងហើយអត់សុវត្ថិភាពទេអាចនឹងដួលហើយយើងចង់បើកវាប៉ុណ្្នឹងគឺយើងត្រូវបិទអក្សរ T ចោលបិទចេញស្ដាំមកជុំមកអញ្ចឹងពេលដែលបងប្អូនជិះនៅលើផ្លូវល្អវានឹងជួយសម្រួលឲ្យបងប្អូនគឺរត់នឹងអត់មានបញ្ហាល្អឬក៏ទួងកង់ក្រោយទេបាទហើយវីដេអូនេះក៏សូមអរគុណបាទ